ពីព្រះឥសូរគង់អើយនាឋានកៃឡាស់អង្គអើយមានរិទ្ធីបារមីគ្រប់គ្រងលោកទាំង3នៃពពួកទេវតា ថ្លែងពីព្រះឥសូរគង់នៅឋានកៃលាសសែនទុក្ខក្រៃចង្រៃអីប្រាសាទបានវាចវេព្រះអង្គគង់គិតនៅមិនយូរទេគង់យូរបន្តិចក៏ស្រាប់តែណែទស្សមុខស្ដេចយក្សាក្នុងពេលនេះណាយើងមានទុក្ខសែនធំណាស់ដោយឋានកៃលាសត្រូវការប្រាសាទនេះក្រៃតែផ្លែកអីគ្មានអ្នកណាអាចជួយយើងបានណាដូច្នេះចូលបាចូលកុំឲ្យខកខានតាមប្រាថ្នាយើងក្នុងពេលនេះណាក្រាបទូលព្រះអង្គសូមព្រះអង្គទុកចិត្តលើទូលព្រះបង្គំចោះក្រាបទូល ល្អណាស់ទស្សមុខក្រុងមាក្នុងពេលនេះយើងមានចិត្តត្រេកអរណាស់តើឯងប្រាថ្នាចង់បានអ្វីច្បាស់ស្ដីមកចុះណាមនីយក្សាក្រាបទូលព្រះអង្គទូលព្រះបង្គំដូចជាមិនហ៊ាននឹងទូលទេក្រាបទូលនិយាយមកចុះណាក្រាបទូលព្រះអង្គទូលព្រះបង្គំមានចិត្តសែនធំក្រៃចង្រៃបែបតីប្រពន្ធព្រះអង្គក្រាបទូលគឺនាងឧមាវតីស្រីគ្រប់លក្ខណាព្រះអង្គមិនអីទេបើបានជាយើងសន្យាជាមួយឯងទៅហើយនោះចូលមកត្រកងបើនាងយកទៅចុះណាសូមអរព្រះគុណក្រាបទូល ទេមិនបានទេព្រះអង្គចូលព្រះអង្គយកនាងត្រឡប់ទៅវិញទៅព្រះអង្គយ៉ាងម៉េចទៅហើយក្រុងមាស្រាប់តែយកនាងមកប្រគល់ឲ្យយើងយ៉ាងដូចនេះពេលទូលព្រះបង្គំចាប់ត្រកមធ្នមដល់ដៃក្នុងអរាសែនក្តៅឈួលក្រៃក្នុងពេលនេះអីសូមប្រគល់នាងឲ្យព្រះអង្គវិញហើយក្រាបទូលមិនអីទេបើឯងបានជជោយកនាងមកវិញហើយនោះចូលឯងរើសយកមួយទៀតចុះណា
លែងពីទួសមុខក្រុងមីអាសូរាពេលឃើញនាងមន្ទលគិរីកាលណាសែនពេញចិត្តក្រៃមិនបងអង្គយូរអីក៏ទូលអេសូតាមរីចម្រាស់ថាបពិតព្រះអង្គព្រះអេសូនាងនោះសែនស្អាតក្រៃសូមម្ចាស់ថ្លៃឲ្យនាងមកទូលព្រះបង្គំមកក្រាបទូលបើសិនជាឯងចង់បានចូលឯងយកនាងទៅចោះណាអូព្រះគុណព្រះអង្គ អាយើអាស្វាតុយអត់ចិត្តអប្រៃខ្លួនឯងអាងអីបានជាខកដំណើររបស់យើងយើទូសមុខក្រុងមៀលុះហ៊ានតេះឌីគ្មានរអាឯងហោះកាត់នេះដឹងទេថានគរស្ដេចស្វានៃក្រុងពាលីណាទេស្ដេចស្វាក្រុងពាលីយើងមិនដឹងទេថានេះជានគរអ្នកណាបើអាត្មាយើងដឹងក៏យើងមិនខ្ចីហោះកាត់ដែរណាថ្លែងពីពាលីក្រុងស្ដេចស្វាជាប់ចិត្តនេត្រានាងមន្ធោគិរីលឹះអស់អគ្មានពីរលួចនឹកគិតបន្តិចក៏តបទៅទូសមុខវិញថាយើទូសមុខចិត្តហានខ្លាយើងនឹងប្រដីឯងឲ្យដឹងដៃស្វាក្នុងពេលនេះណាយើងនឹងប្រហារឯង
សូមក្រាបថ្វាយបង្គំព្រះអង្គអាស្រាពីលីវិបានវាចដណ្ដើមយកនាងមណ្ឌលគិរីពីខ្ញុំបាត់ហើយក្រាបទូលណែទូសមុខយើងមិនអាចជួយឯងបានទេព្រោះតែព្រះឥន្ទ្រាធិរាជទើបអាចជួយឯងបានណាអូព្រះគុណព្រះអង្គទូលព្រះបង្គំសូមថ្វាយបង្គំលាក្រាបទូលសូមក្រាបថ្វាយបង្គំព្រះអង្គណែអ្នកទូសមុខហើយតើថ្ងៃនេះហេតុដូចម្ដេចបានជាមកដល់ទីឋានយើងយ៉ាងដូចនេះក្រាបទូលព្រះអង្គទូលព្រះបង្គំមានទុក្ខសែនធំដោយសារពីលីស្ដេចស្វានគរខខឹមបុរីបានវាយដណ្ដើមមហេសីពីទូលព្រះបង្គំបាត់ហើយក្រាបទូលដូចនេះសូមឲ្យព្រះអង្គជួយដណ្ដើមនាងយកមកវិញផងក្រាបទូលមិនអីទេចាំយើងជួយយកអាសាឯងចុះណាចូលឯងនាំយើងទៅជួបនឹងគេចុះទូលព្រះបង្គំសូមអរព្រះគុណក្រាបទូលស្វាបានដែតនិតនាងមណ្ឌលគិរីអស់7ទិវាដោយរីករាយភ្លាមនោះក៏ស្រាប់តែណែអ្នកពីលីហើយហ
ហេតុអ្វីបានជាអ្នកវីដណ្ដើមប្រពន្ធពីទូសមុខយ៉ាងដូចនេះ ទេព្រះអង្គដោយសារតែទូសមុខវិហានហោះកាត់នគរទូលព្រះបង្គំដោយមិនមានការអនុញ្ញាតដូច្នេះហើយទើបទូលព្រះបង្គំវាយតែម្ដងទៅក្រាបទូល ណាហើយឥឡូវចូលអ្នកយកខ្ញុំដាក់ក្នុងចិត្តដោយឲ្យនាងមន្ធោគិរីទៅទូសមុខវិញចុះតើបានទេណាស្ដេចស្វាក្រុងពាលី